ចឹងសម្រាប់បាទ FIFA Club FIFA World Cup បាទនឹងកាន់តែគៀកមកដល់មែនតើហើយប្រិមិត្តឥឡូវខែ1ហើយចឹងនៅសល់តែរយៈពេល5ខែទៀតទេបាទការប្រកួតនឹងត្រូវចាប់ផ្ដើមហើយបាទហើយសម្រាប់វគ្គ Play-off បាទនឹងត្រូវប្រកួតថ្ងៃទី17ដូចខ្ញុំបានរៀបរាប់មុននឹងមិនចឹងហើយចាប់ផ្ដើមវគ្គ16ក្រុមនឹងចាប់ផ្ដើមនៅថ្ងៃទី10ខែ3បាទថ្ងៃទី10ខែ3ហើយការប្រកួតផ្ដាច់ព្រាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី30ខែ5បាទអញ្ចឹងមានន័យថាសល់ពេលវេលាតិចតួចមែនតើបាទសម្រាប់កីឡាករនៅក្នុងការជួបជុំបាទជាមួយនឹងជម្រើសជាតិដើម្បីប្រកួតបាទ World Cup ឆ្នាំ2026នេះបាទក្នុងនោះផងតែសម្រាប់ World Cup បាទ2026ដូចជាមានការតាក់តែងនៅលក្ខខណ្ឌក្នុងការប្រកួតថ្មីបាទដែលជាការប្រកួតនេះគឺគេធ្វើយ៉ាងណាដើម្បីកុំឲ្យកីឡាករស៊ីម៉ៅបាទហើយអ្វីទៅបាទតើមានរឿងអីគេខ្លះទៅដើម្បីកុំឲ្យកីឡាករស៊ីម៉ៅបាទប៉ុន្តែច្បាប់ទាំងអស់នោះគឺនៅមិនទាន់អនុម័តឡើយទេហើយជាពិសេសហ្នឹងគឺជាការបាទបង្ហាញនៅវត្តមានបាទរបស់ម៉ាស៊ីននៅក្នុងការចាប់បាទអុសសាយបាទអញ្ចឹងយើងលោក Arsene Wenger បាទជាអតីតបាទ manager របស់ Arsenal នោះបច្ចុប្បន្នគឺគាត់ធ្វើការងារធំនៅ FIFA បាទខាងផ្នែកស្រាវជ្រាវបាទក៏ដូចជាខាងផ្នែកបង្កើតនៅបច្ចេកវិទ្យាដើម្បីបាទជំនួយទៅលើបាល់ទាត់អញ្ចឹងសម្រាប់លោក Arsene Wenger អាចគាត់បានលើកឡើងថាអាចនឹងមានភ្លើងខៀវបាទនៅក្នុងការប្រើប្រាស់បាទបច្ចេកវិទ្យាចាប់អុសសាយបាទអញ្ចឹងសង្ឃឹមថាបច្ចេកវិទ្យារបស់លោក Arsene Wenger នេះនឹងអាចឲ្យមានភាពយុត្តិធម៌កាន់តែខ្លាំងនៅក្នុងពិភពបាល់ទាត់បាទក៏ព្រោះតែប្រិមិត្តបានឃើញហើយមានតាំងពីសម័យកាលបាទ Maradona យកដៃទះបាល់អីជាដើមណាបាទមានដូចជាបាទ Thierry Henry បាទសិតតែជាគេហៅថាស្លាកស្នាមមួយនៅក្នុងពិភពបាល់ទាត់បាទព្រោះកាលនោះអត់មាន VAR ទេបាទអញ្ចឹងការដែលបាល់ចូលឬក៏ចូលដល់អាញាកណ្ដាលមើលមិនបានដឹងថាបាល់នឹងជាបាល់កំហុសនោះវាធ្វើឲ្យវាមានគេហៅថាភាពខកចិត្តមួយបាទសម្រាប់ក្រុមដែលចាញ់បាទតែយ៉ាងណាមិញបច្ចុប្បន្ននេះគឺគេធ្វើយ៉ាងណាដើម្បីឲ្យមានសុក្រិតបាទសម្រាប់ការប្រកួតបាល់ទាត់សម្រាប់បាទ FIFA World Cup របស់ឆ្នាំ2026នោះច្បាប់ចំនួន3ដែលគេអាចនឹងត្រូវយកមកដាក់បាទទី1បាទគេកាត់បន្ថយការស៊ីម៉ោងប្រិមិត្តបាទទី1គឺប្រសិនបើបាទអ្នកចាំទីបាទចាប់បាល់បានបាទគឺគេទុកថរវេលាឲ្យតែ8វិនាទីតែប៉ុណ្ណោះបាទយើងនិយាយថា10ចុះបាទតែពិតទេឲ្យតែ8ទេបើក្នុងនោះណាបាទគេព្រោះថាគេមិនខោនភ្លាមទេទូនការទៅគាត់កន្លែងតែអោនទៅកន្លែងខោនភ្លាមមិនកើតអញ្ចឹងចាប់ពីឈរមកគេចាប់ផ្ដើមរាប់ហើយបាទអញ្ចឹង8វិនាទីប្រសិនបើក្នុងករណីដែលគាត់បាទអត់ព្រមបញ្ជូនបាល់ចេញពីដៃទេបាទនឹងត្រូវបានបាល់ corner បាទទី1បាទទី2កីឡាករដែលត្រូវផ្លាស់ប្ដូរចេញគឺគេទុកថរវេលាឲ្យតែ10វិនាទីទេបាទ10វិនាទីទេប្រសិនបើកីឡាករដែលត្រូវផ្លាស់ប្ដូរចេញមិនព្រមផ្លាស់ប្ដូរក្នុងរយៈពេល10វិនាទីនេះការប្រកួតនឹងត្រូវបន្តទៀតរងចាំរហូតទៅដល់ការសម្រាកម្ដងទៀតទើបអាចផ្លាស់ប្ដូរបានបាទណាគេលេងគេកាន់តែគេហៅថាកាត់បន្ថយអត់ឲ្យស៊ីម៉ោងទេហើយកីឡាករដែលរបួសបាទបើរបួសបាទដួលលើទីលាននេះគឺនឹងត្រូវយកចេញទៅក្រៅទីលានភ្លាមហើយនឹងត្រូវអវត្តមានរយៈពេលគេទុកពេលឲ្យរហូតដល់2នាទីបាទបើសិនជាគាត់ដេកដួលលមួសំគ្រិចនៅក្នុងទីលានណាបាទធ្វើអ៊ូយបាទចុកចាប់ខ្លាំងណាស់គឺគេយកចេញទៅក្រៅហើយគឺគេទុករយៈពេលឲ្យ2នាទីបើទោះជាការដែលរបួសនោះតូចតាចក៏ដោយក្តីបើសិនជាគាត់ធ្វើដេកនឹងត្រូវយកចេញទៅក្រៅ2នាទីណែបាទអញ្ចឹងនៅពេលនេះគឺសម្រាប់ការដោះដូរកីឡាករក៏ត្រូវឲ្យលឿនបើមិនអញ្ចឹងទេគឺគេអត់ដូរទេបាទហើយសម្រាប់អ្នកចាំទីចាប់បាល់បានហើយត្រូវបញ្ជូនបាល់គេទុកពេលវេលាឲ្យតែ8 second ទេបាទហើយសម្រាប់អ្នកដែលព្យាយាមធ្វើឲ្យខ្លួនឯងហ្នឹងដូចជាដេកដួលនៅលើទីលានលែងបានហើយបាទគេនឹងបញ្ជូនទៅក្រៅភ្លាមហើយនឹងត្រូវទុកឲ្យនៅខាងក្រៅ2នាទីបាទអញ្ចឹងបើសិនជាយើងហ៊ានធ្វើដួលយើងត្រូវខាត2នាទីអត់បានលេងទេបាទតែបើឈឺមែនតើអាហ្នឹងជារឿងធម្មតាបាទតែបើយើងធ្វើអាហ្នឹងគឺគេលែងឲ្យនៅដេកដួលលមួលលើទីលានហើយយកទៅក្រៅហើយទុកពេលឲ្យ2នាទីបាទបាទអញ្ចឹងស៊ីម៉ោងកាន់តែបាណាបាទប្រិមត្តបាទស៊ីម៉ោងកាន់តែបាហើយអាហ្នឹងគឺជាច្បាប់ច្បាប់3បាទតែ8នាទី8វិនាទីក្នុងអ្នកចាំទីកាន់បាល់នោះគឺបានត្រូវអនុវត្តនៅ Premier League ហើយប្រិមត្តបាទនៅសល់2ទៀតគឺនៅមិនទាន់អនុវត្តទេបាទគេនឹងយកទៅអនុវត្តនៅ World Cup ប៉ុន្តែមិនទាន់ 100% ទេហើយមួយទៀតផងដែរគឺតាក់ទងជាមួយនឹងខ្ញុំលើកឡើងពីដំបូងអញ្ចឹងតាក់ទងជាមួយនឹងបច្ចេកវិទ្យាចាប់បាល់ offside បាទពីមុនមកហ្នឹងគឺគេចាប់ផ្ដើមធ្វើដែលឃើញប្រិមិត្តឃើញរូបភាព 3D ហ្នឹងគឺគេហៅថាពាក់កណ្ដាលស្វ័យប្រវត្តិបាទប៉ុន្តែអាថ្មីនេះប្រហែលជាស្វ័យប្រវត្តិតែម្ដង
បាទស្វ័យប្រវត្តិតែម្ដងអញ្ចឹងមានន័យថាពីមុនមកគឺការចាប់នឹងហើយគឺមនុស្សអ្នកមើលបាទជំនួយអ្នកមើលបន្ថែមទៀតបាទអាញាកដាអ្នកមើលបន្ថែមទៀតប៉ុន្តែឥឡូវអត់ទេបាទប្រហែលជាអាចនឹង 100% គឺម៉ាស៊ីនចាប់ហ្មងបាទឲ្យច្បាស់លាស់តែម្ដងថាបាល់នេះគឺ offside បាទអូយបាទចាំមើលតើយ៉ាងណាទៅប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយខ្ញុំបានជម្រាបជូនប្រិយមិត្តដែរតាក់ទងជាមួយនឹងលោក Donald Trump កំពុងតែរឹតបន្តឹងជាមួយនឹងទឹកតការបាទអញ្ចឹងសម្រាប់ប្រទេសមួយចំនួនជាពិសេសបាទដែលប្រទេសនៅដែលមិនសូវត្រូវគ្នាជាមួយនឹងសហរដ្ឋអាមេរិកនោះវាប្រហែលជាអាចនឹងតាក់ទស្សនានឹងប្រហែលជាពិបាកនឹងចូលរួមទស្សនាបាទក៏ព្រោះតែអាមេរិកគឺរឹតបន្តឹងជាមួយនឹងបាទទឹកតការឬក៏យើងនិយាយថា visa សម្រាប់តំបន់អឺរ៉ុបអីអត់សូវអីទេតែមើលទៅអាស៊ីរបស់យើងមើលទៅដូចជាតានតឹងមួយចំនួនបាទអញ្ចឹងសម្រាប់តំបន់អឺរ៉ុបទៀតសោតហ្នឹងក៏ខ្លះក៏ពិបាកដែរបាទអញ្ចឹងចាំមើលតើនឹងត្រូវមានរឿងរ៉ាវយ៉ាងណាបន្តទៀតបាទរងចាំមើលបន្តទៀតបាទនៅក្នុងការប្រកួត World Cup 2026ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែ6តទៅចាំមើលតើអង់គ្លេសទៅរួចទេបាទចាំមើលតើប្រេស៊ីលក្រោមការដឹកនាំរបស់លោក Carlos Ancelotti បាទអង់គ្លេសក្រោមការដឹកនាំរបស់លោក Thomas Tuchel បាទឬក៏អាសង់ទីនអាចលើកពានទៀតបាទឬក៏បាទបារាំងត្រូវយកម្ដងឬក៏ឆ្នាំនេះគឺអេស្ប៉ាញបាទព្រោះដោយសារអេស្ប៉ាញគេលើកអឺរ៉ូហើយបាទអញ្ចឹងអេស្ប៉ាញគេថាយក World Cup ម្ដងមើលខានយកយូរហើយបាទប៉ុន្តែយ៉ាងណាមិញគឺមិនអាចមើលរំលងលើអាសង់ទីនបាទហើយក៏មិនអាចមើលរំលងលើប៉ូទុយហ្គាល់បានដែរឆ្នាំថ្មីនេះឃើញថាប៉ូទុយហ្គាល់ក៏ឡើងជើងគួរសមដែរបាទអញ្ចឹងការដែលបច្ចុប្បន្ននេះឃើញថាកីឡាករប៉ូទុយហ្គាល់គឺចាប់ផ្ដើមមានច្រើនបាទដែលល្អណាបាទហើយអេស្ប៉ាញក៏យើងមិនភ្លេចដែរបាទដាវញីឈ្មោះនោះបាទគឺបាទឡាមីនយ៉ាម៉ាល់